ចាស់បានដំណើរតគ្នាថាកាលពីព្រេងនាយនៅស្រុកសន្ទុកខេត្តកំពង់ធំសព្វថ្ងៃនេះមានស្ដេចមួយអង្គទ្រង់មានអគ្គមហេសីបរិជ្ជបុត្រស្រីស្នំនិងសេនាទាហាននាម៉ឺនមុខមន្ត្រីជាច្រើនស្ដេចទ្រង់មានព្រះបញ្ញាឆ្ការព្រៃមួយកន្លែងដើម្បីសង់ប្រាសាទព្រះរាជវាំងនៅទីនោះត្រង់ទីសង់ប្រាសាទនោះជាប់មានឈ្មោះថាជាភូមិប្រាសាទរហូតដល់សព្វថ្ងៃលុះសង់ប្រាសាទនោះហើយទ្រង់ត្រាស់បង្គាប់ឲ្យឆ្ការព្រៃមួយកន្លែងទៀតឆៀងខាងជើងខាងលិចប្រាសាទនោះដើម្បីធ្វើសម្រាប់ស្រីស្នំមានកម្ពស់ខ្ពស់និងកំពែងជុំវិញទីនោះមានឈ្មោះហៅថាភូមិវាំងរហូតមកដល់សព្វថ្ងៃនេះលុះធ្វើព្រះរាជវាំងរួចហើយទ្រង់ត្រាស់បង្គាប់ឲ្យកັບឆ្ការព្រៃមួយកន្លែងទៀតនៅខាងលិចប្រាសាទសង់ឃ្លាំងសម្រាប់ដាក់ព្រះរាជទ្រព្យសឹងមានសសរក្នុងដីដល់សព្វថ្ងៃនេះជាភស្តុតាងស្រាប់នៅទីនោះក៏មានចកឈ្មោះមកថាភូមិសង់ឃ្លាំងដែលក្រោយពីនោះមកយូរលង់ទៅហៅភូមិតាំងក្រសាំងវិញតែសព្វថ្ងៃរាជការតាំងសាលាស្រុកនៅទីនោះតាមរឿងនោះដំណាលថាកាលនោះព្រះរាជាទ្រង់បានត្រាស់បង្គាប់ឲ្យធ្វើកន្លែងមួយទៀតនៅខាងលិចឆៀងខាងត្បូងភូមិត្រពាំងក្រសាំងសម្រាប់ជាទីលំនៅពួកអ្នកមុខអ្នកការប្រចាំការថ្វាយស្ដេចនៅទីនោះមានឈ្មោះថាភូមិបក់ភូមិបក់ដល់សព្វថ្ងៃនេះនៅខាងលិចឆៀងខាងត្បូងភូមិបក់នោះមានបឹងមួយធំជាទីដែលព្រះរាជាតែងតែនាំព្រះអគ្គមហេសីនិងព្រះរាជបុត្រព្រមទាំងស្នំពលរេសេនាទៅកសាលសប្បាយដល់ការចាប់ត្រីឬចងដកព្រលឹបបេះតពួនធ្វើជាក្រយ៉ាសម្រាប់សោយថ្ងៃមួយព្រះរាជបុត្រីទ្រង់យាងទៅកសាលនៅទីនោះមិនស្រួលព្រះハរតីទ្រង់ព្រះកន្សែងព្រះកន្សែងយំពួកស្រីស្នំក៏ច្រៀងបំពេបីបងថ្នាក់ដមរបស់អង្អែលនៅទីនោះក៏ជាប់មានឈ្មោះថាបឹងបំពេនិងបឹងខ្យងរហូតដល់សព្វថ្ងៃនេះនៅខាងជើងបឹងបំពេនោះមានភ្នំមួយហៅថាភ្នំធំត្រាស់ខ្មៅភ្នំពេនជុំភ្នំទាំងនេះជាប់គ្នាជាទីកន្លែងដែលព្រះរាជាតែងទ្រង់នាំព្រះអគ្គមហេសីឡើងទៅកសាលបេះផ្លែឈើមានផ្លែស្រពុំភ្នំត្បែងព្រីងមានព្រីងមានភ្នៅសេមាន់ជើងចាបនិងផ្លែឈើផ្សេងទៀតជាច្រើនដោយសេចក្តីសប្បាយរីករាយថ្ងៃមួយព្រះរាជាទ្រង់នាំអគ្គមហេសីព្រមទាំងព្រះរាជបុត្រទៅកសាលលើភ្នំនោះព្រះរាជបុត្រទ្រង់ប្រឈួនខ្លួននឹងឈឺទ្រង់ប្រឈួនខ្លាំងព្រះអង្គគង់នៅលើភ្នំនោះពុំបានទ្រង់ចាត់ឲ្យឆ្ការព្រៃមួយអន្លើឆ្ការនៅមួយផ្លែតចឹងណាផ្លែតហ្នឹងគេហៅមួយអន្លើធ្វើព្រះរាជពន្លានៅខាងជើងភ្នំហើយក៏នាំព្រះអគ្គមហេសីព្រះរាជបុត្រនិងស្រីស្នំព្រមទាំងពលរេចុះពីលើភ្នំនោះតាមផ្លូវជ្រុងខាងលិចមកសំចតឈប់សម្រាកនៅក្នុងព្រៃមួយនៅទីនោះមានឈ្មោះថាភូមិបណ្ដោះតមកដល់សព្វថ្ងៃក៏ហៅយូរមកថាភូមិប្រកោះវិញបន្ទាប់មកព្រះរាជាទ្រង់នាំព្រះរាជបុត្រគង់នៅភ្នំពន្លាដែលធ្វើនៅជើងភ្នំនោះបានទ្រង់រកពេទ្យមកព្យាបាលតែរោគព្រះរាជបុត្រមិនធ្វើប្រហែសសោះប៉ុន្តែទោះបីជាខំប្រឹងយ៉ាងណាព្យាបាលយ៉ាងណាក៏រោគរបស់ព្រះរាជបុត្រនោះនៅតែមិនត្រាក់ត្រានឡើយរឹតតែប្រឈួនខ្លាំងឡើងដរាបអស់ទៅជិត1យុគនៅទីនោះទៅន័យថាស្លាប់ព្រះរាជានិងព្រះអគ្គមហេសីទ្រង់ព្រះកន្សែងស្រីស្នំនិងពួកពលរេទាំងអស់យំសោកស្ដាយគ្រប់គ្នាព្រះរាជាទ្រង់ចាត់ចែងធ្វើជាបណកិច្ចយ៉ាងឧឡារិកជាបណកិច្ចបានបំសពណានៅទីនោះទើបជើងភ្នំដែលព្រះរាជាធ្វើព្រះពន្លាថែរក្សាព្រះរោគព្រះរាជបុត្រលុះដល់ព្រះជន្មអាសន្ននោះព្រះជន្មចុងក្រោយនោះជាប់មានឈ្មោះថាភូមិអាសន្នទុកមកគេហៅថាយូរទៅក៏គេហៅថាភ្នំសន្ទុក
តាមពិតដំបូងភ្នំអសន្នទុកបាទនៅយូរទៅគេហៅថាភ្នំសន្ទុកយ៉ាងហ្នឹងនឹងភូមិសន្ទុកវិញមកដល់សប្តាហ៍ថ្ងៃក្រោយមកពេលដែលព្រះរាជានិងព្រះកែសីទ្រង់មានទុកជាទម្ងន់ទ្រង់ចេញបរិយាដំណើរបាទចាក់ចេញពីទីនោះទៅឈប់កញ្ចត់នៅមាត់ស្ទឹងសែនដើម្បីលំហើយព្រះរាជហឫទ័យយំសោកដើម្បីរំដោះទុក្ខតែមិនដូច្នេះបែរជារឹតតែកើតទុក្ខខ្លួនឡើងគ្រានេះក៏មានសាមណេរមួយអង្គបាទបាននិមន្តទៅជួបនឹងព្រះរាជានៅទីនោះលោកបានឃើញព្រះរាជានិងព្រះអគ្គមហេសីសោយទុក្ខយ៉ាងធ្ងន់ដូច្នេះបានថ្វាយពរសួរព្រះរាជាទ្រង់ថ្លែងសេចក្តីទុក្ខអំពីព្រះរាជបុត្រដែលរលត់ខន្ធទៅលោកខាងមុខទោះបីសាមណេរបានអធិប្បាយពន្យល់សាច់ធម៌អាយ៉ាងលម្អិតល្អិតអន់យ៉ាងណាក៏ដោយព្រះរាជានិងព្រះអគ្គមហេសីបាទនៅតែមិនបាត់សេចក្តីទុក្ខសោកស្ដាយនោះឡើយសាមណេរជ្រាបរឿងនេះក៏ថ្វាយព្រះពរថាបើព្រះអង្គចង់ឃើញបាទព្រះរូបព្រះបុត្ររបស់ព្រះអង្គសូមទ្រង់ឲ្យជាងម្សៅឬដីមកសូនធ្វើបាទព្រះរូបព្រះបុត្រទុកព្រាន់លំហែព្រះハរតីរំដោះទុក្ខព្រះជាបានឮព្រះពុទ្ធដីកាលោកសាមណេរនោះហើយក៏មានព្រះハរតីបាទត្រេកអរទ្រង់ចាត់ឲ្យជាងធ្វើរូបសំណាកបាទរូបព្រះរាជបុត្រទុកនៅព្រៃមួយលុះធ្វើរូបព្រះរាជបុត្ររួចហើយព្រះរាជាទ្រង់ទតបាទទ្រង់សពព្រះハរតីក៏បានត្រាក់ត្រានពីទុក្ខសោកនោះទៅដោយសារបានទតបាទរូបសំណាកព្រះរាជបុត្រជាតំណាងកន្លែងដែលធ្វើបាទរូបព្រះរាជបុត្រនោះក៏មានឈ្មោះថាភូមិដំណាក់ដល់សព្វថ្ងៃក្រោយមកព្រះរាជាទ្រង់បាននាំព្រះអគ្គមហេសីនិងស្រីស្នំព្រមទាំងពលបាទពលទាហានពលរេលទៅប្រាសាទទីនោះបាទខាងជើងភ្នំដ៏កំសត់ដែលមានរូបសំណាករបស់ព្រះរាជបុត្របាទទ្រង់បានឃើញឆ្អឹងក្បាលក្រពើមួយធំដែលស្លាប់យូរហើយនៅទីនោះទីដែលព្រះរាជាទ្រង់ទតឃើញក្បាលក្រពើនោះក៏ជាប់ឈ្មោះថាជាភូមិត្បូងក្រពើដរាបមកដល់សប្តាហ៍ថ្ងៃបាទអញ្ចឹងរឿងនេះគឺមានតែប៉ុណ្្នឹងគឺប្រវត្តិភ្នំសន្ទុកណាបងប្អូនបាទអរគុណច្រើនជំរាបលាបងប្អូនកុំភ្លេចជួយ Subscribe Channel ផងបងប្អូនបាទ